ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងតាមដានច្រៀងបន្តរៀនធ្វើ thumbnail របស់ YouTube ទាក់ទាញអ្នកទស្សនាអញ្ចឹងទាំងអស់នេះគឺជា thumbnail នេះដែលខ្ញុំទៅសេនេះគឺជា thumbnail របស់ YouTube ហ្នឹងហើយដែលមេរៀនមុនខ្ញុំបានបង្ហាញបងប្អូនណាបាទដែលខ្ញុំបានបង្ហាញបងហ្នឹងទស្សនានេះអញ្ចឹងនេះគឺជា thumbnail វាគឺអក្សរគឺកម្រិតដែលយើងបានធ្វើទៅមុនហ្នឹងគឺជាមេរៀនបន្តដែលខ្ញុំបានធ្វើហ្នឹងអញ្ចឹងឧទាហរណ៍យើងបន្តចំណុចរបស់វាបន្តទៀតឥឡូវខ្ញុំចូលដល់ពីមុនខ្ញុំបង្ហាញពីចំណុចលើវិញនេះថា in ដូចខ្ញុំគូឲ្យពាក្យនេះគេហៅថា in animation ខ្ញុំចុចលើហ្នឹងមកពី animation នេះចឹងវាណាន់ពាក្យថាណាន់នេះគាត់ថាធម្មតាណាន់ធម្មតាបាទចំណែកពាក្យមួយទៀតគេហៅថាពាក្យនេះមើលពាក្យនេះថា fade វាថាឲ្យវាផុសឡើងចូលចុចពាក្យហ្នឹងនេះគេអក្សរលោតឡើងវាលោតឡើងចឹងហើយមួយទៀតគេហៅថា pop វាអក្សរលោតមកចឹងវាលោតខ្លាំងpop ហ្នឹងមានថាគឺយើងចង់ដាក់តាមវីដេអូយើងចង់ដើមចេញអក្សរមួយចឹងចេញពី thumbnail ហ្នឹងវាលោតចឹងមកមួយទៀតចឹងសារតែពេល thumbnail យើងអាចអញ្ចឹងទេអានេះគាត់លក្ខណៈថាឧទាហរណ៍ក្នុងវីដេអូយើងចាប់តាមក្បាលដំបូងវីដេអូវាចូលមកចេញពី thumbnail ហើយគឺដាក់អក្សរលោតមកមុនដំបូងនេះហៅថា slide right វាថាពីឆ្វេងមកស្ដាំបាទអានេះហៅថា slide right left ពីគេស្ដាំទៅឆ្វេងវិញចេញពីស្ដាំមកឆ្វេងវិញចឹងជួយបងឲ្យអានេះហៅថា pop លោតឡើង slide right គេស្ដាំទៅពីឆ្វេងស្ដាំទៅ slide right ពីស្ដាំវាលោតមកឆ្វេងវិញចឹងមកឆ្វេងវិញទៅហើយចឹងឧទាហរណ៍សមវិញចឹងអញ្ចឹងតើចេញក្នុង imitation អញ្ចឹងពាក្យ slide up នេះឡើយនេះហៅ slide up ចូលទៅ music អញ្ចឹងនេះហៅ slide up ចំពោះ slide up នេះគឺឡើងទៅលើអក្សរឡើងទៅលើចឹងមកខ្ញុំថតមានសំឡេងរំខាននៅក្រៅសូមអធិស្ឋានបងអញ្ចឹង slide up អូខេឡើងទៅលើបន្តមកទៀតឲ្យឈ្មោះថា slide down ទៅក្រោម slide down ទៅក្រោមបាទមួយទៀតឲ្យឈ្មោះថា clockwise គឺថាវាបង្វិលណាបង្វិលមកពីជុំឡើងទៅក្រោមឡើងពីលើវិញហើយមួយទៀតគេហៅថា on clock នៅរាប់ជុំវា on clock រាប់ត្រឡប់មកវិញហ្នឹងពីខាងស្ដាំត្រឡប់មកខាងក្រោមវិញអានោះទៅលើទេទៅលើចឹងអានេះមិនវិញអូខេបន្តមកទៀតខ្ញុំនឹងបង្ហាញមួយទៀតហៅថាអូខេមួយនេះហៅថា drop down ទម្លាក់ចុះមកក្រោមអូខេធ្លាប់ទុកចាំយើងធ្វើក្នុងវីដេអូត្រូវអានេះគាត់និយាយ thumbnail ខ្ញុំគេ thumbnail ខ្ញុំអត់ឲ្យធ្វើអញ្ចឹងទេព្រោះ thumbnail យើងមិន screenshot ទេណាចូលក្នុងវីដេអូអាចធ្វើអញ្ចឹងបានចំណងចាប់ដើមពីចូលសូមជួយឬចេះថតសូមជួយឬហើយលោកអក្សរមកសូមជួយឬមិនដូចចម្លែកទៅថតអញ្ចឹងហើយដាក់អក្សរហ្នឹងបើ thumbnail យើងមិនឲ្យលោតចឹងទេយើងដាក់ធ្វើធម្មតាតាមបើ thumbnail មិនឲ្យវា drop down ចឹងទៅគេដាក់តំណាងធម្មតាទៅចាំវាចេញចំណងជើងរឿងទៅវាសូមជួយឬទៅមកឲ្យចេញអក្សរលោតមកខលមកចេញមកហកមកចេញសូមជួយឬអញ្ចឹងឧទាហរណ៍ថានេះអាចកំណត់បានទៀតដូចជា fade នេះឃើញលេខក្រោមនេះណាទៅលេខនេះឃើញលេខហ្នឹងលេខអាចអូសបានណា
ទៅមុខកាន់តែលឿនមកក្រោយ1.ប្រមាណយឺតណា0.5 load down ចឹងមិន0.5វិញយឺតនេះវិញយឺតវិញយឺតនេះអូខេវិញមកជុំมันវាលឿនខ្លាំង0.2វិញអូខេចឹងអត់អស់នេះអាចសេរីបានអស់នេះមិនថានេះអាចសេរីបានអស់គ្រប់អត់ទាំងអស់អាចទីសេរីបានទាំងអស់អាចទីអត់អស់មានតែប៉ុណ្្នឹងទីអត់អស់អូខេអញ្ចឹងខ្ញុំបង្ហាញប៉ុណ្្នឹងចាំតវីដេអូនេះយើងនឹងរៀនបន្តសូមអរគុណ